ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំខាសម្រាប់លោកអ្នកដែលកើតឆ្នាំខានៅក្នុងសប្តាហ៍នេះដែរឃើញថាលោកអ្នកនឹងអាចមានអារម្មណ៍មួយគឺអាចថាដូចចង់ធ្វើអីដែលថ្មីសម្រាប់ខ្លួនឯងអ្នកខ្លះក៏ទៅរៀនសូត្របន្ថែមអ្នកខ្លះក៏ទៅស្រាវជ្រាវអីបន្ថែមសម្រាប់ខ្លួនឯងឬក៏បងខ្លះក៏អាចនឹងទៅរៀនជំនាញអីផ្សេងណាចានៅក្នុងសប្តាហ៍នេះដែរនៅសុកលោកអ្នកអាចនឹងចង់ដូចថាធ្វើអីដែលយើងអត់ធ្លាប់ធ្វើអញ្ចឹងនៅក្នុងសប្តាហ៍នេះនឹងមានការចាប់ផ្ដើមនៅអ្វីដែលថ្មីសម្រាប់ខ្លួនឯងណាចាសម្រាប់ពាក់ព័ន្ធនឹងរឿងលុយកាក់វិញអ្នកកើតឆ្នាំខាសប្តាហ៍នេះឃើញថាលោកអ្នកអាចមានភាពនឹងណយើងអាចមានសម្រាប់ប្រើប្រាស់ចាយវាអញ្ចឹងទៅចាហើយក៏អាចមានឱកាសនឹងជួបគេហៅថាមនុស្សល្អនឹងអាចជួយណែនាំក៏ដូចជាផ្ដល់ឱកាសធ្វើឲ្យយើងអាចមានឱកាសរកចំណូលបានចូលកាន់តែច្រើនណាសប្តាហ៍នេះគឺល្អចាសម្រាប់រឿងសុខភាពនៅក្នុងសប្តាហ៍នេះអ្នកកើតឆ្នាំខាលោកអ្នកត្រូវប្រយ័ត្នភ្នែកចាលោកអ្នកអាចមានឱកាសឈឺភ្នែកឬអាចថានៅសុកវាមានត្រូវរបួសនៅភ្នែកអញ្ចឹងណាចាអញ្ចឹងគួរប្រយ័ត្នសម្រាប់តមកទៀតចូលដល់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំឃើញថាការងាររបស់លោកអ្នករៀងគេហៅថារវល់បន្តិចនៅក្នុងសប្តាហ៍នេះប៉ុន្តែលោកអ្នកអាចសប្បាយចិត្តជាមួយនឹងការងារដោយសារយើងធ្វើទៅយើងមានឱកាសទទួលបានគេហៅថាបទពិសោធន៍ក៏ដូចជាលទ្ធផលល្អត្រឡប់មកវិញណាចាសម្រាប់រឿងការរកស៊ីនៅក្នុងសប្តាហ៍នេះឃើញថាការរកស៊ីរបស់អ្នកអាចមានភាពមមាញឹកដូចគ្នារបៀបថាយើងរវល់ច្រើនអាចអតិថិជនច្រើនការលក់ដូររបស់យើងមានភាពរលូនល្អនៅក្នុងសប្តាហ៍នេះណាចាសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូនៅក្នុងសប្តាហ៍នេះជីវិតគូរបស់អ្នកកើតឆ្នាំខាលគឺប្រយ័ត្នមាត់ប្រយ័ត្នកបន្តិចព្រោះអាចឃើញយើងមានការប៉ះទង្គិចពាក្យសម្ដីជាមួយគ្នាណាប៉ុន្តែបើលោកអ្នកទប់បានកុំឲ្យមានជម្លោះអីយើងអាចទៅជាមានលៀបមកវិញណាចាសម្រាប់រឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងសប្តាហ៍នេះដែរឃើញថាលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយការធ្វើដំណើរណាអ្នកកើតឆ្នាំខាលលេខដំណើររបស់លោកអ្នកមិនសូវជាល្អចាពាក់ព័ន្ធជាមួយនឹងលោកអ្នកដែលនៅទីនេះវិញចាលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថាលោកអ្នកអាចកំពុងលួចមានចិត្តឲ្យអ្នកណាឬអត់អ្នកកើតឆ្នាំខាចានៅក្នុងសប្តាហ៍នេះឃើញថាលោកអ្នកអាចមានឱកាសនឹងមានការបង្ហាញពីគេហៅថាអារម្មណ៍ខ្លួនឯងទៅកាន់អ្នកណាម្នាក់ឬអាចថានឹងមានអ្នកណាម្នាក់ក៏អាចនឹងមានការមកសារភាពសម្រាប់លោកអ្នកដូចគ្នាណានិយាយទៅយើងអាចមានឱកាសនឹងមានអ្នកពេញចិត្តចូលមកចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យចាលោកអ្នកអាសាធ្វើបុណ្យជាមួយចាស់ទុំរបស់យើងជាមនុស្សស្រីឲ្យបានច្រើនដើម្បីជាការលើករាសីពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌លឿងចាហើយនឹងពណ៌អសលេខសំណាងរបស់លោកអ្នកចាគឺមានលេខ28ណា